មានពេលខ្លះយើងមានអារម្មណ៍ថាហេតុអ្វីបានជារឿងដែលយើងចង់បានបំផុតបែរជាមិនបានកើតឡើងហេតុអ្វីបានជាមនុស្សដែលយើងចង់ឲ្យនៅជាមួយយើងបែរជាត្រូវដើរចេញហេតុអ្វីបានជាអ្វីដែលយើងខំប្រឹងប្រែងយ៉ាងខ្លាំងបែរជាមិនទទួលបានលទ្ធផលដូចដែលយើងរំពឹងពេលខ្លះយើងចំណាយពេលជាច្រើនក្នុងការសួរខ្លួនឯងថាតើខ្ញុំខ្វះអ្វីតើខ្ញុំធ្វើអ្វីខុសហេតុអ្វីលោកនេះមិនអាចផ្ដល់អ្វីដែលខ្ញុំប្រាថ្នាប៉ុន្តែប្រហែលជាយើងកំពុងសួរខុសសំណួរព្រោះលោកនេះមិនបានសន្យាថានឹងឲ្យយើងសំបំណងគ្រប់រឿងនោះទេលោកនេះមិនបានសន្យាថាបើយើងខំប្រឹងនោះយើងនឹងទទួលបានអ្វីគ្រប់យ៉ាងដែលយើងចង់បានទេហើយក៏មិនបានសន្យាថាមនុស្សដែលយើងស្រឡាញ់នឹងស្រឡាញ់យើងវិញឬនៅក្បែរយើងរហូតដែរមានរឿងខ្លះយើងខំប្រឹងប៉ុណ្ណាក៏វានៅតែមិនមែនជារបស់យើងមានមនុស្សខ្លះយើងស្រឡាញ់ប៉ុណ្ណាក៏ពួកគេនៅតែជ្រើសរើសដើរចេញមានក្តីស្រមៃខ្លះយើងរងចាំប៉ុន្មានឆ្នាំក៏វាមិនបានក្លាយជាការពិតហើយនៅពេលនោះអ្វីដែលលោកនេះកំពុងបង្រៀនយើងប្រហែលមិនមែនជារបៀបដើម្បីយកឈ្នះលើអ្វីៗគ្រប់យ៉ាងទេប៉ុន្តែគឺបង្រៀនឲ្យយើងចេះទទួលយកថាមិនមែនគ្រប់ការបាត់បង់សុទ្ធតែជាការបរាជ័យមិនមែនគ្រប់ការបដិសេធសុទ្ធតែមានន័យថាយើងមិនល្អគ្រប់គ្រាន់ហើយមិនមែនគ្រប់រឿងដែលមិនបានដូចចិត្តសុទ្ធតែជារឿងអាក្រក់សម្រាប់ជីវិតយើងទេជួនកាលរឿងដែលយើងយំដោយសារវានៅថ្ងៃនេះថ្ងៃក្រោយអាចក្លាយជារឿងដែលយើងអរគុណថាសំណាងហើយដែលពេលនោះវាមិនបានដូចចិត្តខ្ញុំព្រោះនៅពេលយើងមើលជីវិតពីចម្ងាយយើងនឹងចាប់ផ្ដើមយល់ថាអ្វីៗដែលកើតឡើងមិនមែនសុទ្ធតែត្រូវកើតឡើងតាមបំណងរបស់យើងទេយើងអាចខំប្រឹងបានយើងអាចស្រឡាញ់បានយើងអាចអធិដ្ឋានបានយើងអាចរងចាំបានប៉ុន្តែយើងមិនអាចគ្រប់គ្រងអ្វីៗទាំងអស់បានទេដូច្នេះបើថ្ងៃនេះមានរឿងមួយចំនួនមិនបានដូចអ្វីដែលអ្នកចង់បានកុំប្រញាប់ស្អប់ជីវិតកុំប្រញាប់គិតថាអ្នកជាមនុស្សដែលគ្មានសំណាងហើយកុំគិតថាការដែលអ្នកមិនបានអ្វីដែលអ្នកចង់បានមានន័យថាជីវិតអ្នកគ្មានតម្លៃប្រហែលជាជីវិតគ្រាន់តែកំពុងប្រាប់អ្នកថារឿងនេះមិនមែនជារបស់អ្នកទេតែមានរឿងផ្សេងទៀតកំពុងរង់ចាំអ្នកអាចថាការលែងប្រឆាំងនឹងអ្វីដែលយើងមិនអាចផ្លាស់ប្ដូរគឺជាវិធីមួយនៃការរកសន្តិភាពឲ្យខ្លួនឯងរៀនទទួលយកថាមិនមែនគ្រប់រឿងត្រូវបានបញ្ចប់តាមបំណងយើងទេមិនមែនគ្រប់មនុស្សត្រូវតែរស់នៅជាមួយយើងរហូតទេមិនមែនគ្រប់ក្តីស្រមៃត្រូវក្លាយជាការពិតទេប៉ុន្តែទោះជាយ៉ាងណាជីវិតនៅតែបន្តហើយប្រហែលជាភាពស្រស់ស្អាតពិតប្រាកដរបស់ជីវិតគឺមិនមែនការដែលយើងទទួលបានគ្រប់យ៉ាងដែលយើងចង់បាននោះទេប៉ុន្តែគឺការដែលយើងអាចនៅតែញញឹមបានទោះបីជាមានរឿងជាច្រើនមិនបានសងបំណងក៏ដោយព្រោះនៅទីបំផុតជីវិតមិនបានបង្រៀនយើងឲ្យបានអ្វីគ្រប់យ៉ាងទេជីវិតបង្រៀនយើងឲ្យចេះដឹងថាអ្វីដែលគួរតែខំប្រឹងរក្សាអ្វីដែលគួរតែខំប្រឹងនិងអ្វីដែលគួរតែដោះដៃហើយទុកឲ្យវាក្លាយជាអតីតកាលដូច្នេះបើថ្ងៃនេះអ្នកកំពុងបាត់បង់អ្វីមួយដែលអ្នកប្រាថ្នាខ្លាំងបំផុតសូមកុំបាក់ទឹកចិត្តប្រហែលជាអ្នកមិនបានបាត់បង់អនាគតទេអ្នកគ្រាន់តែកំពុងរៀនថាតើអ្វីដែលជារបស់អ្នកពិតប្រាកដហើយថ្ងៃណាមួយអ្នកនឹងយល់ថារឿងដែលមិនបានសមបំណងនៅថ្ងៃនេះប្រហែលជាផ្នែកមួយនៃហេតុផលដែលធ្វើឲ្យអ្នកក្លាយជាមនុស្សដែលរឹងមាំជាងមុននៅថ្ងៃស្អែក